ស្ដីអ្នកទាំងអស់គ្នាខ្ញុំបញ្ញា AQ ស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំហើយថ្ងៃនេះដែរគឺខ្ញុំមកលេង Minecraft Survival ធម្មតាអស់ហើយឥឡូវចូលទៅកាន់វីដេអូខ្ញុំទាំងអស់គ្នាឥឡូវដែរយើងធ្វើការកាប់ឈើសិនមកដើម្បីយើងធ្វើ resort អីផ្សេងអ្នកដឹងស្រាប់ហើយចឹងថា Minecraft ចូលមកដំបូងមានអ្នកក្រៅពីកាប់ឈើទេឥឡូវខ្ញុំសូមកាប់ឈើមកបន្តិចហើយខ្ញុំបានថែមបញ្ចូលមាត់ចំនួន2មាត់ Night Vision 1ហើយនិងមាត់កាប់ឈើបាក់ទាំងអស់មួយហើយមាត់ទាំងពីរនេះដែរគឺវាជំនួយបានច្រើនមាត់ Night Vision គឺវាជំនួយនឹងការមើលក្នុងខែវឲ្យវាភ្លឺជាងមុនហើយនឹងមាត់កាប់ឈើគឺវាជំនួយឲ្យយើងធ្វើផ្ទះសង់ផ្ទះបានលឿនកាប់ឈើបានច្រើនឥឡូវនេះដែរយើងរៀបរាប់ពីមាត់របស់យើងតែប៉ុណ្្នឹងបានហើយយើងធ្វើការចោះទៅកាប់ថ្មវិញហើយយើងធ្វើការកាប់ថ្មដើម្បីយកធ្វើ pickaxe ហើយនឹងពូថៅអ្នកទាំងអស់គ្នាស្ដាប់សំឡេងខ្ញុំទៅវារអាក់រអួលអីអ្នកគ្នាខ្ញុំសុំទោសផងដោយសារតែខ្ញុំទឹកវាយរវល់លើដំបងទេហ្នឹងហើយឥឡូវនឹងដែរយើងកាប់ថ្មបានហើយយើងធ្វើការក្រាស់ pickaxe មួយហើយក្រាស់ stick មួយចំនួនហើយនឹងយើងធ្វើការក្រាស់ពូថៅបន្ថែមមកទៀតយើងកាប់យក crafting table យើងវិញមកហើយពេលនោះខ្ញុំដើរខ្ញុំក៏បានឃើញជ្រូកមួយខ្ញុំក៏បានកាប់វាទៅដើម្បីយើងយកសាច់យកអីក្នុង Minecraft ចំណីអាហារគឺសំខាន់ខ្លាំងមែនទែនឥឡូវខ្ញុំបានកាប់ជ្រូកមួយហើយបន្តមកទៀតកន្លែងហ្នឹងគឺខ្ញុំបានឃើញជ្រូក2 3ទៀតខ្ញុំក៏បានកាប់វាទាំងអស់តែម្ដងគឺចំណីអាហារក្នុង Minecraft គឺសំខាន់បើយើងរកឲ្យបានច្រើនក៏វាល្អដែរហើយឥឡូវខ្ញុំក៏បានឃើញជ្រូកមួយទៀតហើយខ្ញុំក៏បានកាប់វាតែម្ដងទៅបន្ទាប់ពីខ្ញុំកាប់ជ្រូកបានមួយចំនួនហើយខ្ញុំក៏បានក្រាស់ចក្រានមួយដើម្បីយើងដុតសាច់ទុកយើងតំណាអីទៀតទៅយើងដុតសាច់ទុកសិនទៅដោយសារតែខ្ញុំអត់ទាន់មានធ្យូងទេខ្ញុំយកឈើដុតហើយឥឡូវនឹងដែរសាច់យើងឲ្យវានៅទុកនឹងសិនហើយយើងធ្វើការទៅកាប់ឈើសិនកន្លែងដែរខ្ញុំឃើញជាមតែខ្ញុំទៅកាប់ឈើសិនចាំយើងកាប់ឈើបានហើយចាំយើងកាប់ជាមតាមក្រោយពេលដែលយើងដាក់មាត់មួយនេះទៅគឺវាជំនួយនឹងការកាប់ឈើរបស់យើងគឺវាកាប់មួយបាត់ទាំងអស់តែម្ដងបើកន្លែងនេះវិញកាប់អត់បាក់ទេវាមិនដឹងមិនទេខ្ញុំដើររកកន្លែងធ្វើផ្ទះសិនទេមិនតាន់ធ្វើផ្ទះទេចាំអេពីសូតក្រោយចាំខ្ញុំធ្វើផ្ទះធ្វើបែបដូចជាកសិដ្ឋានអីមួយចឹងហើយកន្លែងនេះគឺកាប់ឈើមួយបាត់ទាំងអស់គឺល្អខ្លាំងមែនទែនហើយខ្ញុំបានឃើញឆ្កែដែរនេះតែខ្ញុំអត់ទាន់មានឆ្អឹងដើម្បីចាប់វាទេយ៉ាងហើយមានតែទុកវាសិនទេចាំមានឆ្អឹងចាំយើងមកចាប់វាទាំងអស់គ្នាកន្លែងនេះគឺកាប់ឈើមួយបាត់ទាំងអស់គឺច្រើនខ្លាំងមែនទែនបន្ទាប់ពីខ្ញុំកាប់ឈើបានមួយចំនួនហើយខ្ញុំក៏បានឡើងទៅកន្លែងយើងដុតសាច់ដុតអីដោយសារតែឥឡូវហ្នឹងដែរគឺមេឃវាចាប់ផ្ដើមជិតយប់តិចហើយខ្ញុំក៏បានឡើងមកដល់លើនេះក៏បានឃើញជាមមួយទៀតខ្ញុំមានរោមជាម2ទេឥឡូវយើងមើលសាច់ជ្រូករបស់យើងមើលសាច់ជ្រូករបស់យើងគឺវាបានឆ្អិនទាំង7ហើយយើងធ្វើការយកមកយើងធ្វើការញ៉ាំមកម៉ាយហាវឆ្ងាញ់តែម្ដងឆ្អែតតែម្ដងឥឡូវនេះដែរខ្ញុំសូមក្រាស់ពូថៅមួយទៀតសិនដោយសារតែបឋមរបស់យើងបានកាប់ឈើបាក់បដៃយើងអត់ទាន់មានដែកទេមានតែថ្មទេហ្នឹងហើយឥឡូវខ្ញុំសូមទៅកាប់ជាមសិនដើម្បីប្រគ្រប់រោមជាមរបស់យើងធ្វើក្រេដេកអញ្ចឹងណាឥឡូវនេះដែរគឺបានរោមជាមចំនួន3ហើយខ្ញុំសូមធ្វើការទៅក្រាស់ក្រេដេកសិនយើងធ្វើការក្រេទុកដេកសិនឥឡូវនេះយើងបានក្រេមួយហើយបន្ទាប់ពីខ្ញុំក្រាស់ក្រេដេករួចហើយខ្ញុំសូមធ្វើការយកសាច់យើងបន្ថែមមកខ្ញុំសូមដាក់ដុតសាច់បន្ថែមសិនហ្នឹងហើយដើម្បីយើងទុកផ្សងប្រេងផ្សងអីតទៅមុខទៀតឥឡូវនេះដែរអ្នកគ្នាចាំជួបខ្ញុំនៅពេលដែលសាច់ខ្ញុំដុតរួចឥឡូវនេះដែរខ្ញុំធ្វើការដុតសាច់រួចហើយអ្នកគ្នាខ្ញុំសូមធ្វើការកាប់យកអីវ៉ាន់យើងមកវិញមកដូចជា crafting table ហើយនឹងចក្រានយើងនឹងយើងធ្វើការកាប់យកដើម្បីយើងទៅដើររកកន្លែងធ្វើផ្ទះអ្នកគ្នាអាចមើលបានមើលមេឃវាចិត្តយកហើយខ្ញុំសូមទៅដើររកកន្លែងធ្វើផ្ទះសិនមើលជុំវិញនេះទៅគឺសិតតែព្រៃភ្នំទេខ្ញុំសូមទៅដើររកកន្លែងណាស្រឡះហើយខ្ញុំចង់ធ្វើនៅមាត់ទឹកដើម្បីយើងសុខស្រួលដឹកជូនអីមកអញ្ចឹងណាតមកទៀតគឺខ្ញុំបានដើរក៏បានឃើញកន្លែងនេះមួយគឺវាស្រឡះដែរហើយខ្ញុំក៏បានចុះទៅក៏សម្រេចចិត្តថានឹងធ្វើផ្ទះនៅកន្លែងនេះហើយកន្លែងនេះគឺមានតែដើមឈើមួយទេអ្នកគ្នាពេលមកដល់កន្លែងនេះខ្ញុំដាក់ក្រេដាក់អីរៀបចំកន្លែងដេកហ្មងទៅហើយខ្ញុំសម្រេចចិត្តថាយកកន្លែងនេះហើយដើម្បីយើងធ្វើកឋានរបស់យើងហើយខ្ញុំក៏បានដាក់រៀបចំអីវ៉ាន់ខ្ញុំក៏បានជំរះស្មៅជំរះអីខាងហ្នឹងឲ្យវាស្រួលមើលជាងមុនហើយក៏បានដាក់ furnace ហើយនៅនេះទៅដាក់ច្ក្រានដាក់អីទៅ
ហើយខ្ញុំក៏បានដេក skip យប់មួយយប់ទៅឥឡូវនេះគឺខ្ញុំបានដេកលងលក់មួយយប់ក៏លក់ស្រួលខ្លាំងមែនទែនឥឡូវនេះខ្ញុំសូម set spawn មួយសិនបន្តមកទៀតខ្ញុំក៏បានក្រាស់ឈើដើម្បីយើងធ្វើឆេះហើយពេលនេះដែរគឺខ្ញុំបានថែមមកចូលមាត់ក្រាស់មួយមាត់ហ្នឹងគឺស្រួលខ្លាំងមែនទែនបើយើងចង់ក្រាស់អីយើងក្រាស់មកចុចតែមួយទៅយើងនឹងបានម្ដងទាំងអស់ហើយដល់ពេលនេះដែរគឺខ្ញុំបានក្រាស់ឆេះចំនួន4ហើយខ្ញុំក៏បានដាក់ item ដាក់អីហើយដល់ពេលខ្ញុំដាក់រៀបចំ item ហើយខ្ញុំសូមទៅដើររកកន្លែង mine សិនគឺឈើដាក់តាមឈើគឺកន្លែងសាច់យើងដាក់តាមនឹងមកដាក់តាមលេខរៀងវាឲ្យស្រួលមកកុំឲ្យវាញ៉ៃញ៉ៃឥឡូវនេះដែរគឺខ្ញុំបានមកដល់កន្លែង cave mine ហើយគឺ cave នេះទូចទេពេលហ្នឹងដែរគឺខ្ញុំបានឃើញ hopper មួយក៏ខ្ញុំបាន mine hopper យកដើម្បីធ្វើ armor ទៅនៅ version នេះគឺយើងអាចធ្វើ armor ពី hopper បានហ្នឹងហើយតមកទៀតគឺខ្ញុំបាន mine ខ្ជូង mine hopper ហើយក៏យើងបាន mine ខ្ជូងទៅខ្ជូងកន្លែងនេះគឺច្រើនខ្លាំងមែនទែនអ្នកគ្នាដើម្បីយើងទុកដុត hopper ដុតអីចឹងណាឥឡូវខ្ញុំសូមធ្វើការ mine សិនហ្នឹងហើយសូម mine សិនទៅដោយសារតែពេលនេះគឺវាអត់មាន item អីឲ្យយើងនេះទេយើងមានតែ item ប៉ុណ្ណឹងហើយបើអ្នកគ្នាស្ដាប់សំឡេងខ្ញុំអត់ច្បាស់គឺខ្ញុំសុំទោសផងគឺដោយសារតែផ្ទះខ្ញុំគឺគាត់បានដាក់បាសហ្នឹងហើយឥឡូវដែរយើងម៉ាញគ្រប់គ្រាន់ហើយខ្ញុំសុំធ្វើការយកតែប៉ុណ្្នឹងទេបើខែនេះគឺទូចពេកបន្ទាប់ពីខ្ញុំបានឡើងមកដល់លើវិញខ្ញុំក៏បានដាក់ដុត hopper នឹងចោលទៅចាំយើងធ្វើអីផ្សេងទៀតហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាចាំជួយខ្ញុំនៅភាគ2ពីខ្ញុំបានបញ្ញា XQ បាយ